បងប្អូនថ្ងៃនេះបានស៊ុបត្រីក្រហមញ៉ាំហើយបងប្អូនមកចូលរួមមួយខ្ញុំទាំងអស់គ្នាហើយជ្រលក់ជាមួយទឹកកាពិក៏ឆ្ងាញ់ដែរបងប្អូនគេញ៉ាំជាមួយទឹកត្រីក្រូចឆ្មាម្ទេសតែខ្ញុំសាកជាមួយទឹកកាពិក៏ចូលជាតិគ្នាឆ្ងាញ់ដែរបងប្អូនអញ្ចឹងកុំភ្លេចទៅទស្សនាពីវិធីធ្វើជាមួយខ្ញុំទាំងអស់គ្នាថាទឹកស៊ុបត្រីក្រហមខ្ញុំធ្វើរបៀបណាបងប្អូនសួស្តីបងប្អូនថ្ងៃនេះមកធ្វើម្ហូបមួយមុខគេកំពុងតែល្បីមួយរយៈមុនណាបងប្អូនប៉ុន្តែដូចយ៉ាងស្ងាត់តិចដែរឥឡូវថ្ងៃនេះមកមានពេលមកធ្វើស៊ុបហ្នឹងញ៉ាំសាកមើលបងប្អូនមកតាមឲ្យត្រន់ត្រែនគេអញ្ចឹងណាអានេះមកទិញឆ្អើយើងមានគល់ព្រៃស្លឹកក្រូចសើចខ្ទឹមក្រហមហើយនឹងខ្ទឹមសនេះយើងលេងវាឈ្ងុយតិចទៅយើងចាក់គ្រឿងអស់ហ្នឹងលេងបញ្ចូលគ្នាបងប្អូនហើយនេះវិញត្រីក្រហមខ្ញុំប្រើ2ក្បាលហើយបានលាយជាមួយសាច់ប្រហិតខ្លះដើម្បីសម្រាប់ថ្មីញ៉ាំអញ្ចឹងណាបងប្អូនកន្លែងនេះវិញគ្រឿងបន្លែយើងញ៉ាំជាមួយស៊ុបបងប្អូនចូលចិត្តញ៉ាំបន្លែអីបងប្អូនដាក់បន្លែហ្នឹងទៅមកពីស្រុកនេះវាបន្លែវាអត់មានដូចស្រុកខ្មែរទាំងអស់ទេបងប្អូនអញ្ចឹងប៉ាខ្ញុំគាត់វេញ៉ាំស៊ុបហ្នឹងគាត់ចូលចិត្តលឹកទាំងអោហើយនឹងស្លឹកញ៉ាំប៊ឺនេះណាបងប្អូនហើយយើងដាក់ទឹកពួនអញ្ចឹងទៅមានម្នាស់មានផ្សិតមានម្អមហើយនឹងនេះបងប្អូនពេញប៉ោះហ្នឹងយើងយកទៅឆាជាមួយគ្រឿងដែរអញ្ចឹងបងប្អូនទៅទស្សនាពីវិធីធ្វើរបស់ខ្ញុំទាំងអស់គ្នាយើងមកចាក់ផ្ដើមដាក់គ្រឿងយើងស្លបងប្អូនដាក់ខ្លាញ់ទៅយើងក្លោចខ្ទឹមសអញ្ចឹងបន្តិចសិនណាលើខ្ទឹមសយើងនេះអត់ឲ្យក្រហមពេកទេបងប្អូនយើងដាក់ម្ទេសក្រហមម្ទេសឆ្អើយើងហ្នឹងដើម្បីឲ្យឃើញទឹកស៊ុបយើងមានពណ៌ក្រហមល្អបន្ទាប់មកយើងចាក់គ្រឿងយើងមានរំដេងគល់ត្រីស្លឹកក្រូចសើចនិងខ្ទឹមក្រហមហ្នឹងចាក់លិញចូលគ្នាឲ្យទាំងអស់ជាមួយគ្នាទៅឲ្យវាឈ្ងុយសព្វហើយបានយើងដាក់ពេញប៉ោះឆាមកត្រឡប់ពីបងប្អូនឥឡូវនេះគ្រឿងយើងឈ្ងុយហើយខ្ញុំចាក់ពេញប៉ោះឆាចូលជាមួយគ្រឿងយើងតែបន្តិចទេបងប្អូនគ្រាន់តែយកមកត្រឡប់ជាមួយគ្រឿងអញ្ចឹងណាបងប្អូនហើយទៅទឹកស៊ុបខ្ញុំប្រើទឹកដូងនេះមកពីនៅស្រុកនេះទឹកដូងស្រស់មានដែរវាទូចហើយខ្ញុំឃើញបងស្រីខ្ញុំគាត់ធ្វើទឹកដូងហ្នឹងដាក់ទឹកដូងហ្នឹងធ្វើស៊ុបយ៉ាហនដែរអញ្ចឹងខ្ញុំមកប្រើទឹកដូងហ្នឹងចំនួន3កំប៉ុងបងប្អូនឥឡូវនេះទឹកដូងចំនួន3កំប៉ុងបានទឹកស៊ុបយើងប៉ុណ្ណឹងបងប្អូនខ្ញុំមកថែមទឹកស2ចាននេះទៀតបងប្អូនអត់ចង់ថែមទឹកក៏បានដែរបងប្អូនប៉ុន្តែខ្ញុំថែមទឹកបន្តិចទៅហើយខ្ញុំចង់បានទឹកស៊ុបហ្នឹងយកទុកធ្វើស្រស់កាទៀវឲ្យកូនខ្ញុំញ៉ាំផងទឹកស៊ុបត្រីក្រហមនេះគេញ៉ាំមួយនំបញ្ចុកតែសម្រាប់ចាស់ខ្ញុំវិញពួកគាត់ញ៉ាំជាមួយបាយឬក៏គាត់ញ៉ាំរបៀបដូចយើងស៊ុបទូទៅធម្មតាអញ្ចឹងក៏បានដែរបងប្អូនខ្ញុំភ្លេចប្រាប់បងប្អូនកន្លែងនេះបងប្អូនដួសពេញប៉ោះចេញសិនព្រោះអីយើងត្រូវការមកងាស់គ្រឿងអស់នេះឲ្យវាចេញជាតិឈ្ងុយមកសិនបងប្អូនដែលយើងអត់ដួសចេញពេញប៉ោះយើងវាលលួយអស់ចឹងណាចាំពេលយើងរៀបញ៉ាំចាំយើងដាក់ពេញប៉ោះចូលវិញហើយកន្លែងនេះពេលគ្រឿងត្រូវហ្នឹងវាចេញឈ្ងុយហើយយើងដួសចេញទាំងអស់បងប្អូនអត់ទុកអញ្ចឹងទេអូនកន្លែងនេះខ្ញុំដួសទឹកខ្ទឹមក្រហមចេញសិនឯមកពីខ្ញុំឃើញគល់ក្រៃខ្ញុំរៀងនៅស្រស់ហ្នឹងចឹងខ្ញុំដាក់មកងាស់ជាមួយទឹកស៊ុបហ្នឹងបន្តិចទៀតឥឡូវនេះខ្ញុំបង់ត្រីចូលក្នុងទឹកស៊ុបយើងហ្នឹងទៅឥឡូវចាំញ៉ាំស៊ុបនេះមកដាក់កាទៀវឲ្យយ៉ាno not spicy you want spicy put on the sideទឹកស៊ុបចេញខ្លះឲ្យបងប្អូនរៀបចំញ៉ាំហើយណាខ្ញុំដាក់ម្សៅ7បងប្អូនដាក់ម្សៅអត់មាន7ទុំចឹងខ្ញុំបងនោះហើយចេញជាតិជូរចឹងយើងដាក់ម្សៅ7ម្សៅតែដាក់ម្នាស់ហ្នឹងនិយាយទៅស៊ុបប្រមុខនេះស្តៀងតែមកជូរយួនណាបងប្អូនគាត់ទាំង family គាត់ទៅនៅស្រុកយួនចឹងណាបងប្អូនតែទៅគាត់ថាញ៉ាំមួយនំបញ្ចុកចឹងបានមកហូបគាត់ថាមកជូរយួនគេញ៉ាំមួយនំបញ្ចុកអានេះមកជូរយួនហ្នឹងឯងគ្រាន់ថាបន្លែយើងញ៉ាំរបៀបយើងចូលចិត្តយើងដាក់មិនចំជាមកជូរយួនទេយើងខ្លាយខ្លះចឹងទៅណាយើងដាក់បន្លែយើងចឹងហើយយើងដាក់ស្លឹកម្អមបងប្អូនយើងថែមប្រហិតខ្លះបងប្អូនតបពីយើងដាក់បន្លែហើយចឹងទៅយើងមកដាក់សាច់ត្រីចឹងណាបងប្អូនត្រីខ្ញុំកាត់មកកង់ទូចឹងដើម្បីពេលយើងញ៉ាំយើងស្រង់យកម្នាក់មកកង់ទៅវាស្រួលញ៉ាំដាក់ក្នុងចានរៀងខ្លួនចឹងណាបងប្អូនឥឡូវនេះខ្ញុំដាក់មកល្មមមកយើងញ៉ាំទេយើងក្រោកមកស្ទុះទៅឲ្យវាបន្លែយើងឆ្អិនសពណាបងប្អូនមកពីខ្ញុំអត់ដាក់ឆ្នាំងភ្លើងទេខ្ញុំធ្វើនៅចង្ក្រានធំឲ្យវាឆ្អិនបន្លែហើយយើងលើកយកទៅដាក់លើតុញ៉ាំតែម្ដងឥឡូវស៊ុបយើងនេះបានពុះហើយអាចយកទៅញ៉ាំបានហើយបងប្អូនហើយទឹកជ្រលក់វិញអត់មានអីច្រើនទេមានតែទឹកត្រីម្ទេសនេះបងប្អូនប៉ុន្តែខ្ញុំនៅទឹកមួយថ្ងៃមុនណា
ទឹកម៉ាំខ្ញុំនេះថ្ងៃមុនឥឡូវខ្ញុំចង់ជ្រលក់ជាមួយទឹកម៉ាំហ្នឹងហើយអ្នកណាចង់បានទឹកត្រីម្ទេសក៏ជ្រលក់ទឹកត្រីម្ទេសទៅបងប្អូនពេលយកទៅញ៉ាំបងប្អូនកុំភ្លេចដាក់ខ្ទឹមបំពងផងដាក់ខ្ទឹមបំពងថែមចឹងទៅឲ្យមានរសជាតិកាន់តែឆ្ងាញ់ហើយគុំក្លិនឈ្ងុយល្អបងប្អូនតើបងប្អូនឥឡូវនេះស៊ុបត្រីក្រហមបានមកដល់លើតុរៀបចំញ៉ាំហើយចូលរួមជាមួយខ្ញុំទាំងអស់គ្នាបងប្អូនណាអត់ទាន់មានពេលធ្វើឃើញវីដេអូខ្ញុំនេះហើយចូលទៅធ្វើញ៉ាំទាំងអស់គ្នាណាបងប្អូនបាយបាយ